គុំមកកាន់ម៉ាមី Seafood ថ្ងៃនេះម៉ាមីបង្ហាញ Sushi ខាងម៉ាមី Seafood គឺមានបង្គាមួយគ្រាប់នៅលើបាយមានត្រីសាម៉ុនមានខ្យងអាក់ទិចមានដៃម៉ឹកហើយនឹងមានប៉ៅហ៊ឺអញ្ចឹងបង្គាមួយកំប៉ុងនេះ$6នៅក្នុងនេះបាយម្ដុំបង្គាមួយគ្រាប់នេះអាចចន្លោះពី1រៀលទៅដល់2រៀលអញ្ចឹងអត់ដឹងអាស្រ័យលើអ្នកគ្នាទិញអញ្ចឹងអាចធ្វើការប្រៀបធៀបបានណាក្នុងនេះ$6មានចន្លោះពី8ទៅ10គ្រាប់អញ្ចឹងចំណេញអត់សម្រាប់បាយម្ដុំនេះបង្គាមួយគ្រាប់$1 $1កន្លះឬក៏$2អញ្ចឹងសម្រាប់ត្រីសាម៉ុននេះនៅក្នុងមួយប្រអប់នេះណាមួយកំប៉ុងនេះ$6គឺមានច្រើនចំណិតមែនតើតែម្ដុំនេះអាចពី1រៀល1រៀលកន្លះទៅ2រៀលអញ្ចឹងអាចធ្វើការប្រៀបធៀបដឹងណាអញ្ចឹងខ្យងអាក់ទិចមួយចំណិតលើបាយនេះអាច1រៀលកន្លះទៅ2រៀលមួយកំប៉ុងនេះមាន10ចំណិត$6សម្រាប់មឹកនេះវិញ1រៀល1រៀលកន្លះទៅ2រៀលក្នុងមួយកំប៉ុងនេះមានច្រើនចំណិតមែនតើ$6អាចធ្វើការប្រៀបធៀបដូចគ្នាបានដែរនៅក្នុងបាយម្ដុំនេះប៉ៅហ៊ឺម៉ាមីភីលេជា2ចំណិតអញ្ចឹងនៅក្នុងមួយកំប៉ុងនេះ7រៀលមានប៉ៅហ៊ឺរហូតដល់ទៅ5គ្រាប់បើយើងភីលេជា2គឺមាន10ចំណិតអញ្ចឹងមួយកំប៉ុងនេះ$7បើសិនជាគេលក់1រៀលកន្លះទៅ2រៀលតែមួយណាចំណេញជាងដូច្នេះម៉ាមីជឿថាកូនឬក៏អតិថិជនរបស់ម៉ាមីទាំងអស់គ្នាអាចធ្វើការបែងចែកពីតម្លៃច្បាស់យ៉ាងពិតប្រាកដចង់ញ៉ាំគ្រឿងសមុទ្រដែលមានតម្លៃសមរម្យគិតគូរពីគុណភាពបរិមាណអនាម័យគឺមាននៅម៉ាមី Seafood